បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានដែលនៅក្នុងខេត្តស្វាយរៀងអ្នកស្រុកគាត់ក្តៅកាហាយនៅពេលដែលមានតំបន់មួយនៅជិតតំបន់ដីគាត់ហ្នឹងគឺគេជីកដីលក់តែជ្រៅពេកបាទមានព័ត៌មានគេទៅសេថាហួសក្បាលប្រែតទៅទៀតបាទអញ្ចឹងប្រហែលទៅជ្រៅណាស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បាវិតបាទរអ៊ូរទាំនឹងខឹងសម្បាក្រុមហ៊ុនធ្វើអាជីវកម្មជីកដីហើយធ្វើចរាចរណ៍រថយន្តធុនធ្ងន់ដឹកអាចដីលក់បង្កហុយធូលីចូលផ្ទះរបស់ប្រជាពលរដ្ឋរស់នៅតាមអមបណ្ដោយផ្លូវធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងក្លាអស់រយៈពេល2ទៅ3ខែមកហើយដោយគ្មានដំណោះស្រាយទើបសំណូមពរឲ្យអ្នកសារព័ត៌មានចុះផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំបានដឹងនិងជួយអន្តរាគមន៍ប្រជាពលរដ្ឋលើកឡើងនេះនៅវេលាម៉ោង 11:20 នាទីព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025នៅភូមិតាពៅនិងភូមិបាវិតកដាលសង្កាត់បាវិតក្រុងបាវិតបាទតាមសមត្ថកិច្ចបានដឹងថាក្រុមអាជីវកម្មជីករណ្ដៅដីខាងលើនេះមាន2ក្រុមហ៊ុនទី1មានម្ចាស់អាជីវកម្មឈ្មោះយេមានទីលំនៅក្នុងភូមិតាពៅសង្កាត់បាវិតក្រុងបាវិតបានធ្វើអាជីវកម្មជីករណ្ដៅដីនៅព្រែកតាពៅចំណុចខាងកើតវត្តតាពៅដែលលើកឡើងថាក្រុមហ៊ុនបានច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តស្ដារព្រែកតាពៅគឺរយៈពេល72ឆ្នាំមកហើយជាក់ស្ដែងគឺមិនមែនជីកយកអាចដីក្នុងបាតព្រែកទេគឺជីកយកទាំងចំណីព្រែកដោយទទឹង80ម៉ែត្រទៅ100ម៉ែត្រជម្រៅចាប់ពី10ម៉ែត្រទៅ15ម៉ែត្រឯណោះបើតាមប្រភពបន្តគឺថាការជីកអាចដីវិញគឺដាក់ពេញទ្រុងបង្កឲ្យស្រុតខូចផ្លូវនិងបែកដីបង្កឲ្យហុយធូលីចូលផ្ទះរបស់ប្រជាពលរដ្ឋរាល់ថ្ងៃធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅតាមអមបណ្ដោយផ្លូវនេះយ៉ាងខ្លាំងអស់រយៈពេល2ខែហើយពុំទាន់មានដំណោះស្រាយទេបាទទន្ទឹមនឹងករណីផងដែរម្ចាស់អាជីវកម្មជីករណ្ដៅយកអាចដីឈ្មោះយេបានប្រាប់អ្នកសារព័ត៌មានបានដឹងថាលោកធ្វើអាជីវកម្មជីករណ្ដៅដីនេះជិត1ឆ្នាំហើយលើផ្ទៃដី1ហិកតាហើយរយៈពេល1ខែចុងក្រោយនេះជាពិសេសមកដល់ថ្ងៃនេះគឺជីកលែងកើតគឺជីកទៅរណ្ដៅចេញទឹកបូមមិនចេះអស់ដូច្នេះលើកគ្រឿងចាក់ចេញនៅល្ងាចនេះហើយការធ្វើអាជីវកម្មជីករណ្ដៅយកអាចដីលក់នេះក៏មានច្រើនក្រុមហ៊ុនសូមទៅមើលផងបាទមហាជនបានលើកឡើងថាបើជីកជ្រៅដល់ក្បាលប្រែតចូលដល់ឋានប្រជុំនេះហើយរឿងអីមិនចេញទឹកបើរណ្ដៅជីកជម្រៅជិត20ម៉ែត្រហើយនោះបាទនេះប្រជាពលរដ្ឋលោកមានមតិយោបល់បែបហ្នឹងបាទរដ្ឋបាលសង្កាត់បាវិតមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាអាជ្ញាធររដ្ឋបាលសង្កាត់បាវិតបានហៅក្រុមអាជីវកម្មដឹកដីមកធ្វើកិច្ចសន្យារួចហើយឲ្យដឹកទឹកស្រោចតាមដងផ្លូវក៏ប៉ុន្តែការស្រោចទឹកមិនបានជាប់ដោយរដូវនេះជារដូវក្តៅនិងមានខ្យល់ផងទើបមានធូលីហើយដីចាំលោកហៅក្រុមធ្វើអាជីវកម្មដឹកអាចដីមកណែនាំបន្ថែមទៀតហើយព័ត៌មានបន្តនឹងផ្សាយនៅលើកាសែតកោះសន្តិភាពដែលជាប្រភពព័ត៌មានដែលដកស្រង់នៅព័ត៌មានទាំងអស់នេះខ្ញុំបាទក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា